นี่แหละครับสาวคนหนึ่งนะฮะออกมาอวดนะฮะพนมเปญว่าอย่างนั้นนะแล้วมาดูนะคนที่เขมรนี่แหละที่มาอยู่ประเทศไทยเนี่ยก็เป็นคนหนึ่งที่ไปถ่ายคลิปต่างๆนะอยู่ที่เมืองกรุงนี่แหละมันจะสุดยอดขนาดไหนนะฮะลองไปดูนะฮะนี่ฮะรอดูเลยครับเนี่ยสาวเมย์เขาออกมารีวิวกรุงพนมเปญของเขาเขาบอกว่ามีถนนหนทางที่เจริญมากๆเขาบอกว่าฝากแชร์ให้ประเทศโจรปฏิจรฝากให้เสียมดูว่าประเทศของเขาเจริญขนาดไหนดูเขมรโอ้ยให้คนไทยคนเสียมได้ดูว่าประเทศของเขาเนี่ยเจริญขนาดไหนถนนหนทางดูเขาออกมาพูดវីដេអូបែបហ្នឹងខ្ញុំជឿថាបងប្អូនមិនគួរអូសរំលងទេព្រោះអីវីដេអូនេះគឺបង្ហាញពីប្រទេសកម្ពុជារបស់យើងនៅខាងក្រោយខ្ញុំនេះគឺជាវីដេអូតាក់ទងជាមួយនឹងទីកន្លែងនៅស្ថិតនៅកន្លែងច្បារអំពើរាជធានីភ្នំពេញរបស់យើងបងប្អូនអ្វីដែលយើងគួរចែករំលែកយើងគួរចែករំលែកទៅព្រោះអីវាជាសម្បត្តិរបស់ប្រទេសកម្ពុជារបស់យើងទម្រាំតែថ្នាក់ដឹកនាំទម្រាំតែរដ្ឋាភិបាលបានដឹកនាំប្រទេសយើងមកដល់សប្តាហ៍ថ្ងៃនេះគឺមិនមែនជារឿងងាយស្រួលទេមានតែអាគារធំៗមានផ្លូវថ្នល់ច្រើនជាប់មានស្ពានមានអីមានភ្លើងពណ៌ហើយមានឡានទំនើបប្រជាជនយើងរស់នៅសុខស្រួលហ្នឹងគឺមិនមែនងាយស្រួលទេអញ្ចឹងបងប្អូនខ្មែរខ្ញុំជឿថាបងប្អូនគួរតែចែករំលែកវីដេអូនេះជាពិសេសបងប្អូនកន្លែងទេសចរនៃប្រទេសកម្ពុជារបស់យើងកន្លែងរមណីយដ្ឋានផ្សេងនានាអីដូចជាប្រាសាទនិយាយទៅប្រាសាទខ្មែរយើងគឺល្បីដោយសារតែបងប្អូនខ្មែរយើងគឺរួបរวมគ្នាដើម្បីចែកបាទបងប្អូនមើលលេងទៅថ្ងៃនេះខ្ញុំចូលថ្ងៃទី16ហើយដែលខ្ញុំ16ខែ8 2029នៅបានចេញពីធ្វើការទី8មកថ្ងៃនេះថ្ងៃស្អីជាថ្ងៃអាទិត្យតែខ្ញុំក៏ឈានធ្វើការក្នុងទី8ធម្មតាព្រមទី8យើងអត់មានកំណត់សៅរ៍អាទិត្យទេព្រោះអ្នកជំងឺគាត់ឈឺជាប្រចាំអញ្ចឹងបាទមិនអ្នកឈឺគាត់អត់មានរើសថ្ងៃទេអញ្ចឹងខ្ញុំចេញពីធ្វើការចេញពីបកប្រែអ្នកជំងឺនៅទី8មកខ្ញុំក៏សល់ពេលជាផ្ទះភ្លើងពីកន្លែងធ្វើការមកក៏ចុះនៅតំបន់កណ្ដាលក្រុងបាននៅម្ដុំផ្សារទំនើបហ្នឹងខ្ញុំក៏បានថតវីដេអូចែកជូនបងប្អូនមើលដែរសកម្មភាពនៅក្នុងថ្ងៃទី16ខែ8 2026គឺបានថាសកម្មភាពមនុស្សច្រើនភ្ញៀវទេសចរក៏ច្រើនដែរបាទអញ្ចឹងបងប្អូនមើលទៅកុំថាអីថាវ៉ាន់កុំប្រកែប្រកាន់អីបងប្អូនបាទខ្ញុំធ្វើវីដេអូហ្នឹងគឺជាចំណែកមួយនៃការរកលុយនៅតាម Facebook តាម YouTube តាម TikTok ដើម្បីឲ្យចំណូលចូលបន្ថែមទេអញ្ចឹងបងប្អូនអាចមើលកំសាន្តចាប់ពេញចិត្តក៏ជួយ like ជួយ share ផងបើមិនពេញចិត្តក៏អស់រំលងទៅណាបងប្អូនអត់ថាអីទេបាទព្រោះខ្ញុំរស់នៅទីនេះខ្ញុំធ្វើការនៅទីនេះបានថានៅទីណាតំបន់ណាក៏មានមនុស្សល្អហើយមនុស្សមិនល្អដូចគ្នាដែរអញ្ចឹងណាតែសំខាន់យើងជាមនុស្សល្អពេលណាដែលយើងតាំងខ្លួនថាដឹងថាខ្លួនយើងជាមនុស្សល្អយើងធ្វើអំពើល្អទោះបីជាយើងរស់នៅទីណាក៏យើងជួបតែមនុស្សល្អមិត្តភក្តិល្អបាទកន្លែងណាក៏មានមនុស្សល្អហើយមនុស្សមិនល្អដូចគ្នាមិនថាប្រទេសណាតំបន់ណាស្រុកណាភូមិណាទេនៅណាក៏មានប្រភេទមនុស្សដែលល្អមិនល្អដូចគ្នាដែរបាទតែយើងដឹងថាខ្លួនយើងធ្វើល្អធ្វើបុណ្យធ្វើទានយើងធ្វើការនៅកន្លែងណាទៅដល់តំបន់ណាភូមិណាប្រទេសនៅណាក៏យើងជួបតែមនុស្សល្អចិត្តបុណ្យចិត្តធម៌ចិត្តមេត្តាដូចគ្នាខ្ញុំដូចគ្នាខ្ញុំដឹងថាខ្លួនខ្ញុំใกล้เคียงกันเท่าไหร่គឺយើងមិនល្អទេប៉ុន្តែយើងមនុស្សយើងត្រូវតែព្យាយាមធ្វើល្អឲ្យបានបាទព្រោះយើងកាត់មកជាមនុស្សអត់មានអ្នកណាល្អគ្រប់10ទេប៉ុន្តែមនុស្សយើងបើយើងដឹងថាយើងកាត់ជាមនុស្សហើយយើងព្យាយាមធ្វើអាក្រក់ទៀតនឹងហើយគឺជាមិនមែនគេថាយើងមិនមែនជាមនុស្សបើយើងដឹងថាខ្លួនជាមនុស្សហើយយើងធ្វើអាក្រក់អញ្ចឹងយើងបេះដូងយើងចិត្តយើងមិនមែនជាមនុស្សទេតែបើយើងដឹងថាយើងកើតមកជាមនុស្សហើយយើងព្យាយាមធ្វើល្អធ្វើបុណ្យធ្វើទាននឹងហើយយើងជាមនុស្សរស់នៅក្នុងโลกនឹងទៅមានក្តីសុខបាទអញ្ចឹងការមានអីល្អជាងអំពើល្អទេអញ្ចឹងបងប្អូនមើលទៅកុំសោចកុំយំអីបាទនៅទីណាក៏មានមនុស្សល្អហើយមិនល្អដូចគ្នាខ្ញុំផ្ទាល់ខ្ញុំធ្វើការនៅទីនេះខ្ញុំជួបតែមនុស្សល្អបាទបានថាមនុស្សល្អមានច្រើនមិត្តភ័ក្តិខ្ញុំធ្វើការនៅមន្ទីរពេទ្យអតិថិជនខ្ញុំគឺសិតតែល្អទាំងអស់មិនថាអតិថិជនភ្ញៀវខ្មែរភ្ញៀវបរទេសភ្ញៀវជាតិសាសន៍ណាក៏ដោយតែគាត់មកបម្រើសេវាកម្មរបស់ខ្ញុំចូលមន្ទីរពេទ្យនឹងឲ្យខ្ញុំជូនគាត់ដែរលេងជូនគាត់ទិញតំណែងឬក៏
សេវាកម្មអីផ្សេងទៅតំបន់កំសាន្តអីផ្សេងខ្ញុំជួបតែអតិជនល្អជួបតែភ្ញៀវល្អជួបតែមនុស្សល្អជួបតែសំបីតកងឡានក៏ល្អដែរជួបតែអ្នកល្អទាំងអស់អញ្ចឹងបានថាមានតែអំពើល្អតែដែលរស់នៅជាមួយយើងបានយូរអញ្ចឹងបងប្អូនកុំថាអីថាវ៉ាន់នៅរាល់វីដេអូដែលខ្ញុំចែកម្លែកគឺមិនមែនបានថាការចែកម្លែកខ្ញុំហ្នឹងគឺបានថាផ្សព្វផ្សាយពីប្រទេសនេះប្រទេសនោះដែលបងប្អូនកំពុងតែថាអូហេតុអីប្រទេសយើងកំពុងតែជួបបញ្ហាមួយគ្នាហើយយើងយកប្រទេសគេមកផ្សព្វផ្សាយបាទអត់មានបំណងក្នុងការផ្សព្វផ្សាយយ៉ាងទេដោយសារខ្ញុំរស់នៅទីនេះអញ្ចឹងខ្ញុំអត់មានពេលទៅថតវីដេអូនៅប្រទេសណាផ្សេងបានទេក្នុងបច្ចុប្បន្ននេះគឺខ្ញុំរស់នៅទីហ្នឹងអញ្ចឹងខ្ញុំធ្វើវីដេអូហ្នឹងគឺនៅកន្លែងធ្វើការឬកន្លែងដែលខ្ញុំរស់នៅអញ្ចឹងមានតែខ្ញុំឈៀតពេលដំណើរពីការងារខ្ញុំក៏ថតវីដេអូទៅដើម្បីរកចំណូលបន្ថែមព្រោះយើងរស់នៅប្រទេសគេនៅស្រុកគេបងប្អូននឹងស្រាប់ហើយចំណាយច្រើនណាស់ប្រាក់ខែនៅកន្លែងធ្វើការឬក៏យើងបានចំណូលពីអតិជនពីមន្ទីរពេទ្យឬក៏ពីភ្ញៀវឲ្យមកគឺយើងចាយអត់គ្រប់ទេបាទព្រោះយើងត្រូវការចំណាយច្រើនទាំងការជួលកន្លែងស្នាក់នៅបាទជួលផ្ទះស្នាក់នៅជួលបន្ទប់ស្នាក់នៅកន្លែងហូបចុកបាទទឹកភ្លើងគ្រប់យ៉ាងគឺត្រូវចំណាយទាំងអស់ទាំងបីទៅធ្វើដំណើរក៏ត្រូវចំណាយដែរបាទថ្លៃម៉ូតូដប់ថ្លៃតាក់ស៊ីថ្លៃឡានក្រុងថ្លៃអីផ្សេងៗគឺយើងត្រូវចំណាយទាំងអស់អញ្ចឹងបើយើងរកលុយតែមួយមុខតែមួយផ្លូវនៅកន្លែងធ្វើការគឺយើងមិនអាចចិញ្ចឹមជីវិតយើងបានរស់ទេបាទពេលខ្លះយើងត្រូវការផ្ញើទៅផ្ទះផ្ញើទៅបងប្អូនម៉ាក់ប៉ាចាស់ៗដែលគាត់ត្រូវការពីយើងជាកូនយើងត្រូវដឹងគុណគាត់ត្រូវការត្រូវមានចំណូលជួយទៅដល់ម៉ែឪចាស់ឬគឺជាសេះជួយដល់បងប្អូនយើងដែលគាត់ខ្វះខាតឬក៏ជួយខ្លួនយើងបាទ ให้ดูด้วยตรงนี้ អញ្ចឹងបើយើងរកចំណូលទៅមុខគឺអត់គ្រប់គ្រាន់ទេអញ្ចឹងការធ្វើវីដេអូនេះគឺជាចំណែកមួយនៃការរកចំណូលរបស់ខ្ញុំអញ្ចឹងបងប្អូនអាចមើលលេងមើលកំសាន្តទៅបាទបើសិនបងប្អូនចង់បានវីដេអូថ្មីទៀតបងប្អូនជួយ like ជួយ share ដើម្បីបានវីដេអូថ្មីបន្តទៀតព្រោះខ្ញុំធ្វើវីដេអូនេះជារៀងរាល់ថ្ងៃដើម្បីឲ្យបងប្អូនបានឃើញថាតើខ្ញុំបានទៅដល់កន្លែងណាខ្លះតំបន់ណាខ្លះបាទគឺព្រោះខ្ញុំការងាររបស់ខ្ញុំគឺធ្វើមិនមែនតែមកប្រទេសទេគឺធ្វើច្រើនប្រទេស มันมีอะไรที่ ប្រទេសក្នុងអាស៊ីយើងគឺខ្ញុំធ្វើជាច្រើនបាទមិនថាថៃមិនថាម៉ាឡេមិនថាវៀតណាមមិនថាសិង្ហបុរីមិនថាហុងកុងទៅប្រទេសជិតខាងផ្សេងទៀតក៏ខ្ញុំទៅបានទៅធ្វើការពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះដែរគឺធ្វើច្រើនប្រទេសមែនតើអញ្ចឹងពាក់ព័ន្ធនឹងវិស័យសុខាភិបាលនិងវិស័យការងារទេសចរនិងវិស័យលើការប្រើប្រាស់ដឹកជញ្ជូននៃផ្សេងគឺវាជាជំនាញរបស់ខ្ញុំដែលខ្ញុំរៀននៅខាងផ្នែកតំណែងការ ไม่ได้อะไรมากมายนะ ពាណិជ្ជកម្មហ្នឹងអញ្ចឹងគឺខ្ញុំធ្វើការតាមជំនាញរបស់ខ្ញុំអញ្ចឹងបងប្អូនអាចមើលចែកនៅកំសាន្តជាការអបសុកបានបាទហើយបើបងប្អូនពេញចិត្តនៅសេវាកម្មនៃការងារដែលខ្ញុំធ្វើបងប្អូនស្គាល់ខ្ញុំតែជនដែលស្គាល់ខ្ញុំបងប្អូនចង់ដឹងពីអ្វីដែលបងប្អូនត្រូវការតម្រូវការពាក់ព័ន្ធនឹងពេទ្យពាក់ព័ន្ធនឹងការទិញទំនិញពាក់ព័ន្ធនឹងការសេវាកម្មអីផ្សេងមិនថាប្រទេសណាក៏ដោយបងប្អូនអាចសួរឬក៏ឆាតសួរខ្ញុំបានខ្ញុំបាទពេញចិត្តស្វាគមន៍និងឆ្លើយតបទៅបងប្អូនគ្រប់គ្នាបាទដោយក្តីរីករាយហើយអរគុណបងប្អូននិងអរគុណអតិថិជនរបស់ខ្ញុំជាច្រើនដែលតែងតែជួយគ្រប់គ្រងនៃសេវាកម្មរបស់ខ្ញុំកន្លងមកបាទនិងអរគុណមិត្តភ័ក្តិទាំងអស់ដែលតែងតែផ្ដល់ឱកាសការងារល្អៗដែលមកដល់រូបខ្ញុំបាទជាពិសេសមិត្តភ័ក្តិមួយចំនួនដែលចិត្តស្និទ្ធល្អៗទៀតដែលគាត់តែងតែផ្ដល់អតិថិជនឬអ្នកដែលគាត់ស្គាល់ឲ្យខ្ញុំដូចគ្នានឹងសូមអរគុណទាំងអស់គ្នាបាទ สุดยอดมากสิครับ អញ្ចឹងគឺអត់មានអីច្រើនទេវីដេអូខ្ញុំគឺមានតិច